បាទសួស្តីបងប្អូនអ្នកនរគ្នាជាទីគោរពនិងរាប់អានណាបងប្អូនអ្នកនរគ្នាអញ្ចឹងតើតើជាមួយនឹងបាទប្រទេសសៀមគឺប្រទេសអាចារ្យសៀមបងប្អូនអ្នកនរគ្នាហ្នឹងហើយគឺថ្មីនេះគឺបាទវាចូលមកឈានពាននៅលើប្រទេសកម្ពុជាទឹកដីប្រទេសកម្ពុជារបស់យើងហ្នឹងគឺវាបាទជន់មីនទៀតបងប្អូនអ្នកនរគ្នាហើយតើតើនឹងការជន់មីនហ្នឹងមិនដឹងថាជាការប្រើល្បិចរបស់វាឬយ៉ាងណាដែលអ្វីដែលសំខាន់គឺចិត្តដល់ថ្ងៃដែលកំណត់ដែលត្រូវដោះលែងបងវរៈកងទ័ពដល់8រូបមកប្រទេសកម្ពុជាយើងវិញណាចៃដន្យនេះក៏មានរឿងនេះកើតឡើងហើយតើតើជាមួយនឹងរឿងនៃការជន់មីននេះមិនដឹងជាការសម្ដែងឬល្បិចឬក៏ទៅជាយ៉ាងណាពលរដ្ឋអីតើតើជាមួយនឹងប្រទេសថៃនិងប្រទេសសៀមបងប្អូនគឺដឹងរួចមកគឺប្រធានគឺល្បិចច្រើនបងប្អូនទាំងនេះអញ្ចឹងតើតើជាមួយនឹងការបកស្រាយល្បិចសូមបងប្អូនចូលទៅស្ដាប់ជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាវិជ្ជការ2025ដំណឹងដល់ក្តៅកកមួយពីភាគីកម្ពុជាឆ្លើយតបទៅកាន់ភាគីថៃទាហានថៃជន់មីនដាច់ជើងរបួស2នាក់កាលពីព្រឹកមិញថៃប្រកាសពាក់ព័ន្ធទៅនឹងការផ្អាកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃឬក៏សេចក្តីប្រកាសរួមឥឡូវនេះកុំឲ្យស្ងាត់ខាងកម្ពុជាចេញបំភ្លឺចំពោះសាធារណជនសហគមន៍អន្តរជាតិទាំងមូលជាពិសេសទៅកាន់បណ្ដាប្រទេសជាសាក្សីប្រទេសម៉ាឡេស៊ីនិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំសហរដ្ឋអាមេរិកជាដើមអំពីពាក់ព័ន្ធរឿងនេះដែលខ្ញុំនឹងអានចែកជូនទៅកាន់បងប្អូនទាំងអស់គ្នារាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដកស្រង់សម្ដីរបស់ថ្នាក់ដឹកនាំថៃដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានធ្វើជាសាក្សីនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាថ្ងៃទី26តុលា2025សេចក្តីរាយការណ៍ព្រមមានទាំងនេះក៏បានឲ្យដឹងផងដែរថាព្រឹត្តិការណ៍ផ្ទុះមីននាថ្ងៃទី10វិច្ឆិកា2025ដែលបានធ្វើឲ្យទាហានថៃ3នាក់3នាក់ខ្ញុំស្មានតែ2នាក់3នាក់រងរបួសនៅតាមព្រំដែនកម្ពុជាថៃត្រង់តំបន់ព្រំទ្រាបស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួមខាងលើនេះរួមទាំងការលុបចោលគម្រោងដោះលែងយោធិនកម្ពុជាទាំង18នាក់ពីការឃុំឃាំងនៅប្រទេសថៃដែលភាគីថៃបានប្រកាសថានឹងអនុវត្តនាថ្ងៃទី12វិច្ឆិកា2025រាជរដ្ឋាភិបាលហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងនៅត្រង់ចំណុចកន្លែងហ្នឹងបងប្អូនអ្នកគ្នានៅត្រង់ចំណុចកន្លែងហ្នឹងគឺតកតងជាមួយនឹងបងវរៈកងទ័ព18រូបហ្នឹងគឺថៃវាប្រកាសថានឹងដោះលែងនៅថ្ងៃទី12បងប្អូនណាគឺនៅថ្ងៃទី12ខែ11ឆ្នាំ2025អញ្ចឹងមកស្របពេលមួយថ្ងៃដែលចិត្តដោះលែងបងវរៈកងទ័ពគឺថៃបាទគឺវាបានជន់មីនហើយតើទៅនឹងការជន់មីនហ្នឹងបងប្អូនក៏ដូចអត់មានដែរតើទៅនឹងការជន់មីនហ្នឹងមិនដឹងថាជាការជន់មែនទែនជាការសម្ដែងឬក៏យ៉ាងម៉េចបងប្អូនតន់ឡៃហ្នឹងហ្នឹងហើយព្រោះបងប្អូនបានដឹងរួចមកហើយថាថៃគឺល្បិចច្រើនជួនកាលវាអាចបង្កើតសាច់រឿងឡើងដើម្បីយកជាលេសមួយដើម្បីផ្អាកឬក៏អាចជាស្នើលុបតកតងជាមួយនឹងកិច្ចព្រមព្រៀងផ្សេងបងប្អូនដល់គ្នាគឺថៃគឺចរិតវាគឺបែបហ្នឹងបងប្អូនដល់គ្នាហ្នឹងហើយតោះឥឡូវសូមបងប្អូនទៅស្ដាប់ជាមួយនឹង admin បន្តទៅទៀតបងប្អូនណាកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃវាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮយ៉ាងសោះស្រាយនៅការពិតថាចំការមីនភាគច្រើនតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈពេលជិត30ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ1970និង1980មិនទាន់ត្រូវបានបោះសម្អាតនៅឡើយនោះទេដោយសារតែភូមិសាស្ត្រលំបាកនិងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីថាកម្ពុជានៅតែប្រាជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមមនិងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងនឹងមនុស្សកម្ពុជាមិនដែលបានប្រើប្រាស់ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីនោះឡើយនេះគឺជាការបំភ្លឺបដិសេធចោលទាំងស្រុងចំពោះការលើកឡើងពីភាគីថៃណាកុំឲ្យបាទនៅបងប្អូនទាំងគ្នាអញ្ចឹងនៅត្រង់ចំណុចកន្លែងហ្នឹងគឺបាទគឺសៀមហ្នឹងបាទថៃហ្នឹងគឺវាយល់លេសមកទៀតហើយបាទគឺវាយល់លេសគឺចោតប្រចាំវាចោតប្រកាន់កម្ពុជាយើងថាយើងបានដាក់មីនលួចដាក់មីនថ្មីបន្ថែមទៀតនៅព្រំដែនបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងនេះហើយគឺជាអ្វីដែលវាប្រឹងសម្ដែងប្រឹងបំភ្លៃបងប្អូនទាំងគ្នាហ្នឹងហើយក៏ទៅថៃនឹងគឺល្បិចច្រើនមែនទេបងប្អូនទាំងគ្នាអញ្ចឹង
ចិត្តដល់ថ្ងៃដែលទៅដល់លេងបងវរៈកងទ័ពហើយគឺវាគ្រោងនឹងលុបបាទកិច្ចព្រមព្រៀងនៃការដោះលែងនេះវាគ្រោងនឹងលុបចេញហើយតទៅជាមួយនឹងបាទអីគេដែលប្រហែលថ្ងៃមុនហ្នឹងគឺកម្ពុជាថៃបានចុះហត្ថលេខាជាមួយគ្នាតទៅជាមួយនឹងអីគេសន្តិភាពនោះបាទឥឡូវគឺវាគ្រោងនឹងលុបចេញទៀតបងប្អូនដល់គ្នាហ្នឹងហើយអញ្ចឹងវាយកលេសបានគ្រប់យ៉ាងអាថៃនេះគឺវានេះមែនតើបងប្អូនដល់គ្នាហ្នឹងហើយឥឡូវសូមបងប្អូនទៅស្ដាប់ជាមួយ admin បន្តទៀតបងប្អូនណាបានសម្ដីនិយាយតែឯងពេកឥឡូវនេះកុំឲ្យស្ងាត់កម្ពុជាដាក់មួយសន្លឹកទៅវិញបាទសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកម្ពុជាបដិសេធជាដាច់អហង្ការចំពោះការចោទប្រកាន់តែប្រតិបត្តិរឿងទាហានថៃ3នាក់ជាន់មីនបាទនៅតំបន់ភ្នំទ្រាប់ក្បែរប្រាសាទព្រះវិហារណានេះគឺជាលេសរបស់ថៃនៅទេដើម្បីអីទិញពេលវេលានៅក្នុងការបន្តឃុំឃាំងយោធិនកម្ពុជាទាំង18នាក់ដល់ពេលចឹងមានថាថៃមានសន្លឹកបៀមួយដើម្បីអីដើម្បីគម្រាមកម្ពុជាឲ្យដោះមានជុំវិញតំបន់ប្រាសាទនានាជាពិសេសនោះបាទតំបន់ប្រាសាទតាក្របីជាដើមដែលថៃរំអុកចង់បានណាប្រជាជនថៃមួយចំនួនរឿងនេះក៏ប៉ុន្តែរឿងនោះបាទតំបន់នោះគឺសម្បូរទៅដោយមានច្រើនពេកដល់ពេលចឹងពិបាករលចូលទៅកាន់កាប់បាទវាយលុកកម្ពុជាចូលមិនចោះនោះទេបាទអានេះគឺយោធាថៃប្រកាសនិយាយបែបអញ្ចឹងថាពិបាកមែនតែនពិបាកនៅក្នុងការវាយចូលទៅកាន់កាប់នៅក្នុងតំបន់ប្រាសាទតាក្របីដោយសារតែតំបន់ទាំងនោះបាទភ្នំ350អីហ្នឹងគឺសម្បូរទៅដោយមីនគេថាវាលពិឃាតណានេះគឺជារឿងមួយផ្នែកមានថាយើងសំណាងដែលមានមីនបាទប្រកបតាមព្រំដែនដល់ពេលអញ្ចឹងអ្នកលេងបណ្ដាញសង្គមមួយចំនួនលើកឡើងថាចង់ឲ្យកម្ពុជានេះដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ាណាដើម្បីទុកមីនទាំងអស់នោះជារបងការពារព្រំដែនកម្ពុជាថៃកុំឲ្យថៃវាយប្រហារឬក៏ទន្ទ្រានឈ្លានពានយកដីរបស់កម្ពុជាដែលខ្ញុំនឹងជម្រាបខ្លះពាក់ព័ន្ធរឿងនេះបាទអ្នកលេងបណ្ដាញសង្គមគាត់មានការគាំទ្រចង់ឲ្យកម្ពុជានឹងដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ាពាក់ព័ន្ធនឹងមីនអីហ្នឹងក្រោយពីទាហានថៃជាន់មានការពិព្រឹកមិញអ្នកលេខបណ្ដាញសង្គមលើកឡើងពាក់ព័ន្ធទៅនឹងរឿងយុទ្ធសាស្ត្រចំពោះអនុសញ្ញាអូតាវ៉ាត្រូវបានលើកឡើងថាកម្ពុជានេះដកខ្លួនចេញណាស្ថានភាពតាមព្រំដែនកម្ពុជាថៃកាន់តែឡើងកម្ដៅខ្លាំងបន្ទាប់ពីក្រសួងការបរទេសកម្ពុជាកាលពីយប់ថ្ងៃទី10វិច្ឆិកា2025បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃដែលថាកម្ពុជាបានដាក់មីនថ្មីនៅតំបន់ព្រំទ្រាប់បណ្ដាលឲ្យទាហានថៃរងរបួសណាសេចក្តីថ្លែងការណ៍របស់កម្ពុជាបញ្ជាក់ពីការបដិញ្ញាចិត្តចំពោះសេចក្តីថ្លែងការណ៍រួមស្តីអំពីសន្តិភាពនិងជាពិសេសចំពោះកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាដែលហាមឃាត់ការប្រើប្រាស់មីនថ្មីទោះជាយ៉ាងណាឧបទ្ទហេតុនេះបានជំរុញឲ្យមានការជជែកដេញដោលជាថ្មីពីសំណាក់អ្នកវិភាគឬក៏អ្នកលេខបណ្ដាញសង្គម Facebook មួយចំនួនអំពីភាពចាំបាច់ក្នុងការរក្សាឋានៈជាសមាជិកនៃអនុសញ្ញាអ្នកវិភាគមួយរូបបានលើកឡើងនៅទស្សនៈដ៏រឹងមាំមួយថាបើថៃបន្តប្រើប្រាស់អនុសញ្ញាអូតាវ៉ាជាឧបករណ៍នយោបាយនិងលេសដើម្បីបង្ខំឲ្យកម្ពុជាដោះមីនតាមព្រំដែនដែលជារបាំងការពារយុទ្ធសាស្ត្រដ៏សំខាន់កម្ពុជានេះគួរតែពិចារណាដកខ្លួនចេញពីអនុសញ្ញាមួយនេះទៅបាទគាត់លើកឡើងបែបអញ្ចឹងប្រិយមិត្តយល់យ៉ាងណាដែរឥឡូវខ្ញុំបន្ថែមទៀតមូលហេតុយុទ្ធសាស្ត្រនេះមិនជាចំការការពារមីនដែលបន្សល់ទុកពីសម័យសង្គ្រាមនៅតាមព្រំដែនត្រូវបានចាត់ទុកជាវិធានការដ៏ល្អបំផុតដើម្បីទទួលទប់ស្កាត់ការរុលចូលដោយស្រួលពីកងទ័ពថៃដែលមានឧត្តមភាពជាងខាងកម្លាំងនិងគ្រឿងចក្រការរក្សាទុកមីនគឺរក្សាទុកកត្តាដែលធ្វើឲ្យថៃនៅតែមានការញញើតអានេះរឿងនេះមួយផ្នែកទៀតនោះបាត់បង់កាតព្វកិច្ចនៅពេលដែលដកខ្លួនកម្ពុជានឹងលែងមានកាតព្វកិច្ចត្រូវដោះមីនទាំងអស់ចេញពីតំបន់ព្រំដែនទៀតហើយអាចពិចារណាសូម្បីតែការដាក់បន្ថែមតាមតំបន់ចាំបាច់សម្រាប់ការពារជាតិសុទ្ធ